សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀបចុច2ដងបិទអេក្រង់ដែលខ្ញុំបង្ហាញនៅលើទូរស័ព្ទដៃ Vivo V15 អញ្ចឹងទៅមើលអ្នកនរគ្នាអ្នកនរគ្នាអាចចូលទៅក្នុង setting ហើយអ្នកនរគ្នាអាច scroll មើលពាក្យshortcut and accessibility នេះចុចចូលទៅក្នុងហ្នឹងហើយអ្នកនរគ្នាអាចទៅមើលពាក្យsmart motion អញ្ចឹង smart motion គឺនៅកន្លែងទី3នេះយើងចុចចូលទៅក្នុង smart motion ហើយអ្នកនរគ្នាគ្រាន់តែមើលនៅខាងលើគេទាំងអស់គឺ auto screen turn off និង on thìយើងចុចចូលទៅក្នុងនឹងមកហើយអ្នកនរគ្នាអាច enable មុខងារខាងក្រោមទី3នេះជាមុខងារមួយដែលយើងប្រើសម្រាប់ចុចពីរដងបិទអេក្រង់អញ្ចឹងពេលអ្នកនរគ្នាចុចនៅលើនេះវាអត់បិទទេតែយើងអាចចេញមកខាងក្រៅមកយើងប៉ះពីរដងលើអេក្រង់ទៅគឺវានៅលោតដែរហើយខ្ញុំបានភ្ជាប់មុខងារមួយទៀតគឺមុខងារចុចពីរដងបែរអេក្រង់អញ្ចឹងយើងគ្រាន់តែប៉ះពីរដងបិទនេះវាភ្ជាប់មុខងារពីរចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe មកផងជម្រាបលា